ចាប់ពីខែ11ដល់ខែ2គឺជាខែដែលមាន់របស់យើងងាយជួបនឹងជំងឺងាយជួបនឹងបញ្ហាដូច្នេះហើយពុកម៉ែបងប្អូនត្រូវតែមានការប្រុងប្រយ័ត្ននិងមានការការពារខ្ពស់ទៅលើមាន់របស់យើងទើបមាន់យើងជៀសផុតពីការងាប់ច្រើនបាទហើយបងប្អូនយើងបានដឹងច្បាស់ហើយថានៅក្នុងអំឡុងខែនេះគឺជាខែដែលចុះត្រជាក់អញ្ចឹងហើយមាន់របស់យើងវាងាយនឹងជួបបញ្ហាទៅលើសុខភាពរបស់មាន់វាងាយនឹងឈឺងាយនឹងជួបបញ្ហាទៅលើជំងឺផ្សេងៗដូច្នេះហើយពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្ននិងមានការការពារនិងត្រៀមបំរុងទុកទៅលើអ្វីខ្លះបងប្អូនទៅលើថ្នាំព្យាបាលការពារទៅលើមាន់របស់យើងបងប្អូនត្រូវមានថ្នាំការពារនិងព្យាបាលជំងឺផ្ដាសាយថ្នាំការពារនិងព្យាបាលជំងឺរាគនិងវីតាមីនដើម្បីជំនួយកម្លាំងមាន់របស់យើងបាទហើយសូមបញ្ជាក់បងប្អូនតិចត្រង់ថ្នាំវីតាមីនបងប្អូនវីតាមីនវាពិតជាល្អមែនសម្រាប់មាន់របស់យើងវាជំនួយកម្លាំងដល់មាន់របស់យើងជួយមាន់យើងនឹងចូលចិត្តស៊ីចំណីប៉ុន្តែបងប្អូនមិនត្រូវដាក់វាជាទៀងទាត់រាល់ថ្ងៃទេបងប្អូនយើងមិនចាំបាច់ដាក់រាល់ថ្ងៃទេព្រោះបើយើងដាក់រាល់ថ្ងៃពេកមាន់យើងនឹងរាកវិញទេវីតាមីនហ្នឹងចឹងហើយបងប្អូនមិនបាច់ចាំដាក់រាល់ថ្ងៃទេហ្នឹងបងប្អូនបាទហើយកាលណាយើងមានថ្នាំព្យាបាលមានតាមការពារនៅក្នុងដៃយើងស្រាប់ហើយពេលមាន់បងប្អូនជួបបញ្ហាគឺយើងមិនសូវភ័យបងប្អូនបាទហើយបងប្អូនត្រូវតែផ្ដល់កម្ដៅទៅដល់មាន់របស់យើងឲ្យបានគ្រប់គ្រាន់បងប្អូនចាប់ពីមាន់យើងវាត្រូវការកម្ដៅពីវាញាស់មកហើយនឹងអាយុវាដែលយើងត្រូវផ្ដាច់កម្ដៅយើងត្រូវផ្ដល់កម្ដៅវាបានគ្រប់គ្រាន់ហើយមាន់ធំដូចគ្នាបងប្អូនសម្រាប់ទៅលើមាន់សាច់និងមាន់មេបារបស់យើងក៏ត្រូវមានការហ៊ុំព័ទ្ធឲ្យបានចិត្តល្អនៅក្នុងខែនេះដើម្បីកុំឲ្យវាមានការរងាត្រជាក់ទៅដល់មាន់របស់យើងធ្វើឲ្យមាន់យើងនឹងមានការផ្ដាសាយនិងឈឺអញ្ចឹងទៅព្រោះអីនៅក្នុងប្រហែលខែពី3ខែនេះគឺមានការត្រជាក់ខ្លាំងបងប្អូនពិសេសគេនៅខាងខ្ញុំនេះខាងប្រៃឥសានគឺខាងព្រៃភ្នំនេះគឺត្រជាក់ខ្លាំងមែនទែនបងប្អូនគឺក្នុងខែប្រហែលខែហ្នឹងបាទហើយចំណុចមួយទៀតដែលបងប្អូនមិនគួរមើលរំលងហើយមិនគួរខ្វះបាននោះគឺពុកម៉ែបងប្អូនត្រូវតែធ្វើវ៉ាក់សាំងទៅលើមាន់របស់យើងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ទៅតែនឹងចាប់ផ្ដើមថ្មីហើយមានកម្រងថាចាប់ផ្ដើមពេលដែលបងប្អូនធ្វើហើយបងប្អូនគាត់ថាវាពិបាកប៉ុន្តែបងប្អូនក៏ធ្វើអ្វីមួយមិនងាយស្រួលនោះទេអញ្ចឹងហើយទាមទារយើងមានការអត់ធ្មត់ទៅលើវាកាលណាសត្វមានជីវិតវាតែនឹងមានជួបបញ្ហាពុកម៉ែបងប្អូនអញ្ចឹងហើយយើងទាមទារការអត់ធ្មត់ទៅលើវាបានខ្លាំងមែនទែនយើងរៀនធ្វើវាពីចំណុចតូចទៅហើយយើងរៀនធ្វើឲ្យចំគោលដៅចំចំណុចដែលយើងត្រូវធ្វើនោះវាមិនងាយនឹងជួបបញ្ហាយើងបរាជ័យទេពុកម៉ែបងប្អូនឧទាហរណ៍ដូចជាការចិញ្ចឹមមាន់នេះជាដើមអញ្ចឹងយើងត្រូវមានការការពារទៅលើជីវសុវត្ថិភាពឲ្យបានត្រឹមត្រូវហើយនឹងមានថ្នាំការពារព្យាបាលវានិងយើងត្រូវធ្វើវ៉ាក់សាំងទៅលើវាឲ្យបានត្រឹមត្រូវនោះវាមិនងាយនឹងជួបបញ្ហាទេពុកម៉ែបងប្អូនវាជួបបញ្ហាក៏វាយើងងាយនឹងគ្រប់គ្រងវាដែរមាន់ដែលយើងបានធ្វើវ៉ាក់សាំងហើយពេលវាជួបបញ្ហានោះក៏យើងងាយនឹងព្យាបាលដែរយើងដាក់ថ្នាំទៅគឺឆាប់ត្រូវមិនដូចមាន់ដែលយើងមិនបានធ្វើវ៉ាក់សាំងពេលដែលវាឈឺទៅយើងពិបាកក្នុងការព្យាបាលវាពិបាកនឹងវាយថ្នាំឲ្យវាត្រូវបាទហើយដូច្នេះហើយពុកម៉ែបងប្អូនត្រូវតែអនុវត្តធ្វើទៅតាមត្រង់ចំណុចនីមួយៗឲ្យបានគ្រប់ទៅបើយើងចិញ្ចឹមមាន់ទៅវាមិនងាយនឹងជួបបញ្ហាយើងនឹងទទួលបានជោគជ័យបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ថ្មីខ្ញុំគួរលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនធ្វើពីតូចទៅចាប់ផ្ដើមពីថ្មីហ្នឹងទៅគឺមិនគួរណាបងប្អូនហត់លោតតាមអារម្មណ៍តាមការចង់ធ្វើមួយឆាវឃើញគេធ្វើគឺនោះមិនល្អទេពុកម៉ែបងប្អូនគឺវាងាយនឹងរងបរាជ័យដោយសារអីយើងថ្មីបទពិសោធន៍យើងក៏នៅខ្ចីចំណេះដឹងក្នុងការចិញ្ចឹមយើងក៏មិនទាន់ល្អអញ្ចឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាគឺដែលថ្មីគឺគួរណាចាប់ផ្ដើមពីចំណុចតិចតួចហ្នឹងទៅហើយរៀនធ្វើពីតិចតួចហ្នឹងទៅគឺល្អពុកម៉ែបងប្អូនបាទហើយសម្រាប់វីដេអូមួយនេះក៏អត់មានជាចំណេះដឹងអ្វីច្រើនដែរពុកម៉ែបងប្អូនគ្រាន់តែជាការចែករំលែកអញ្ចឹងហើយពុកម៉ែបងប្អូនអនុវត្តតាមឬក៏មិនអនុវត្តតាមគឺនៅលើការសម្រេចចិត្តទៅលើពុកម៉ែបងប្អូនទាំងអស់គ្នា
bà hay có chia sẻ cùng em bọn thì sao này với chỗ chúng lên về giúp chẳng hay đi chọn chúng lên cái gì này tịnh chẳng hay bằng bọn ai chẳng ở bị bão bằng cả sắp chẳng hay video này có miền Tây và phần năng đai bằng bọn bà con này chụp cái nơi không video cày